ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងរាត្រីនេះដែរសាច់រឿងរបស់យើងនឹងនិយាយអំពីរឿងរ៉ាវតាក់ទងទៅនឹងបងប្រុសម្នាក់ដែលគាត់គឺជាអ្នកផលិតមាតិកាបែបថាថតខ្មោចប្រមាញ់ខ្មោចនៅតាមព្រៃតាមអីអញ្ចឹងណាក៏ប៉ុន្តែពេលដែលគាត់ធ្វើដំណើរដល់ថតចុះឡើងទៅណាគាត់ក៏បានជួបរបស់ពិតបានន័យថាដំបូងនេះគឺគាត់គ្រាន់តែជាអ្នកផលិតមាតិកាបែបថតរឿងថតអីធម្មតាប៉ុន្តែពេលដែលថ្ងៃគាត់ថតហ្នឹងណាមានពេលមួយក៏គាត់នឹងបានជួបរបៀបថាជួបរបស់ពិតអញ្ចឹងខ្ញុំនិយាយថារបស់ពិតអញ្ចឹងបងប្អូនច្បាស់ជាយល់ហើយបងប្អូនមិនចាំបាច់អីថាតើជាអីរបស់ពិតអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំឲ្យបងប្អូនយើងទន្ទឹងរង់ចាំយូរទៅទៀតឥឡូវនេះខ្ញុំសូមនាំអារម្មណ៍ប្រិយមិត្តទាំងអស់មករីករាយកែកម្សាន្តជាមួយនឹងរឿងរ៉ាវមួយនេះដូចតទៅរឿងរ៉ាវមួយនេះគឺបានកើតឡើងពីបងប្រុសម្នាក់ដែលគាត់នឹងគឺជាអ្នកផលិតមាតិកាឬក៏យើងនិយាយឲ្យខ្លីទៅគាត់គឺជាអ្នកថតរឿងហើយចំពោះវីដេអូរឿងរបស់គាត់នឹងភាគច្រើនគឺគាត់ថតប្រភេទបែបប្រមាញ់ខ្មោចរឿងខ្មោចរឿងរន្ធត់អីអញ្ចឹងទៅដែលមានអ្នកគ្រប់គ្រងគាត់នឹងគឺច្រើនខ្លាំងមែនតើវីដេអូខ្លះណាផុសមួយថ្ងៃឡើងទៅដល់ 20k ឬក៏ 30k view ក៏មានដែរហើយបើនិយាយពីខ្ញុំបច្ចុប្បន្នគឺធ្លាក់ខ្លាំងមែនតើធ្លាក់រហូតដល់វីដេអូខ្លះគឺបានតែ300 view 400 view អញ្ចឹងទេហើយដោយសារសន្ទុះនៃការគ្រប់គ្រងរបស់គាត់នឹងគឺមានច្រើនដោយដែលបងប្អូនបានដឹងអញ្ចឹងតែកាលណាមានការគ្រប់គ្រងមនុស្សយើងណាគឺមានកម្លាំងចិត្តនៅក្នុងការធ្វើហើយដូចខ្ញុំអញ្ចឹងបើសិនជាមានការគ្រប់គ្រងច្រើនយើងក៏នៅតែមានកម្លាំងចិត្តដើម្បីបន្តទៅមុខដែរប៉ុន្តែឥឡូវនេះឃើញថាធ្លាក់ខ្លាំងមែនតើរហូតដល់ថាងើបមុខមិនរួចណាដល់ថ្នាក់មិនចង់ចេញវីដេអូទៀតណាបងប្អូនប៉ុន្តែសម្រាប់បងប្រុសដោយសារតែគាត់ហ្នឹងមានការគ្រប់គ្រងច្រើន fan គាត់ហ្នឹងក៏ស្រឡាញ់ចូលចិត្តច្រើនអញ្ចឹងបានដឹកនាំទឹកចិត្តរបស់គាត់ហ្នឹងគឺឲ្យផលិតរហូតអត់មានឲ្យអាក់ខានទេអញ្ចឹងមួយយប់គឺគាត់ថត2រឿង3រឿងអញ្ចឹងទៅរបៀបថាគាត់ថតទុកប្រហោះពេលថ្ងៃណាមួយដែលគាត់អត់បានថតអញ្ចឹងណាហ្នឹងហើយក្រោយពេលដែលគាត់ផលិតអញ្ចឹងគាត់តែងតែមានក្រុមការងារគាត់ដែលមានទូសម្ដែងមានអ្នកថតមានអ្នកបច្ចេកទេសអីចឹងទៅធម្មតាសាច់រឿងមួយបើអត់មានទូទៅថតមិនហើយចំពោះទីតាំងថតវិញនិយាយទៅបើសាច់រឿងវាជាប្រភេទសាច់រឿងព្រឺអញ្ចឹងហើយទៅថតកតាផ្សារកតាទីប្រជុំជនឬក៏កន្លែងដែលមនុស្សនារស់នៅច្រើនហើយក៏ថតពេលថ្ងៃពេលអីវាមានអីអស្ចារ្យបានន័យថាវាអត់ធ្វើឲ្យសាច់រឿងមួយហ្នឹងរន្ធត់ទេអញ្ចឹងក្រុមការងារក៏ដូចជាទូសម្ដែងអ្នកបច្ចេកទេសនិយាយទៅក្រុមគាត់ទាំងមូលហ្នឹងណាគឺតែងតែថតនៅពេលយប់ហើយចំពោះទីតាំងថតវិញណាគឺសុទ្ធសឹងជាកន្លែងដែលរន្ធត់កន្លែងខ្លះគឺជាផ្ទះដែលគេបោះបង់ចោលដែលធ្លាប់មានអ្នកប្រាប់មកថាមានខ្មោចមានអីនៅនឹងចឹងទៅកន្លែងខ្លះគឺជាព្រៃដែលគេធ្លាប់មានករណីធ្វើអត្តឃាតខ្លួនឯងចងកសម្រាប់ខ្លួនអីចឹងណាហើយជាពិសេសកន្លែងដែលពិសេសបងប្អូនរបៀបថាបងប្អូននឹកស្មានមិនដល់ណាគឺពួកគាត់នឹងនិយមថតនៅក្នុងព្រៃខ្មោចឬក៏គេហៅតាមតំបន់ទីកន្លែងបញ្ចុះសពអីចឹងទៅគាត់ថាតាមស្រុកខ្ញុំណាគេហៅថាព្រៃខ្មោចដែលព្រៃខ្មោចភាគច្រើនគឺមិនសូវជាស្រឡះល្អទេមានកន្លែងខ្លះហ្នឹងគឺស្ថិតនៅក្រោមដើមឈើធំដែលគេមិនកាប់គេមិនឆ្ការណាដោយសារតែព្រៃហ្នឹងគឺជាដីសាធារណៈអត់អាចអ្នកណាគេរំលោភបំពានបានទេត្រូវប្រើប្រាស់ជាសាធារណៈអញ្ចឹងហើយគឺគេអត់កាប់អត់ឆ្ការទេទាល់តែដល់រដូវបុណ្យរដូវទានបានមានគេកាប់គេឆ្ការខាងក្រោមចំណែកឯឈើធំខាងលើគឺវានៅដដែលហើយបើសិនជាព្រៃនឹងវាធំផងគឺរឹតតែធ្វើឲ្យអ្នកដែលចូលទៅនឹងគឺមានអារម្មណ៍ថាខ្លាចបងប្រុសគាត់បានប្រាប់ថាជារឿយគឺគាត់តែងតែផលិតភាគច្រើនគឺនៅក្នុងព្រៃខ្មោចនឹងឯងគាត់ថាថតសម្ដែងអញ្ចឹងទៅគាត់ដាក់ទូដាក់អីរៀបរាប់ប្រាប់ទូទៅចេញមកប៉ុណ្នេះពេលនេះពេលនេះនិយាយទៅគឺរៀបរាប់គ្នាទាំងអស់ហើយគាត់គឺជាអ្នកថតគាត់ថាមានរាត្រីថ្ងៃមួយណាបងប្អូនមានរាត្រីថ្ងៃមួយហ្នឹងគាត់អ្នកថតហ្នឹងគឺថតតែម្នាក់ឯងដោយសារតែគាត់មិនមានគ្នាច្រើនឬក៏គេហៅថាមិនសម្បូរថវិកាដើម្បីផលិតអីឲ្យមានទូច្រើនឲ្យមានក្រុមការងារច្រើនទេអញ្ចឹងត្រឹមតែទូរស័ព្ទដៃមួយហើយគាត់ថតម្នាក់ឯងជាមួយនឹងក្រុមការងារ 3-4 នាក់គឺអូខេហើយពេលហ្នឹងណាបងប្រុសគាត់ក៏បានប្រាប់ថាសកម្មភាពរបស់គាត់ហ្នឹងក៏ឲ្យទូខ្មោចហ្នឹងគឺនៅលើចុងឈើរបៀបថាឲ្យគាត់ឡើងទៅដើមឈើកពស់ណាមួយហើយគាត់គឺជាអ្នកថត ប៉ុ
ប៉ុន្តែការថតរបស់គាត់ហ្នឹងមិនមែនលក្ខណៈថានៅថតស្ងៀមទេគឺគាត់កាន់ទូរស័ព្ទដៃហ្នឹងរេររបៀបថាយើងថតមើលនេះមើលនោះអញ្ចឹងណាហើយក៏គោលដៅរបស់គាត់ហ្នឹងគឺបញ្ចាំងទៅឲ្យចំជាមួយនឹងខ្មោចដែលនៅអង្គុយលើគៀកឈើហ្នឹងរបៀបថាដើមឈើហ្នឹងឯងប៉ុន្តែមិនមែនថាខ្មោចពិតទេគឺជាខ្មោចដែលក្រុមការងាររបស់គាត់ជាអ្នកសម្ដែងទេគាត់ក៏បានធ្វើទៅតាម schedule ទៅតាមការរៀបចំរបស់គាត់ហ្នឹងហើយគាត់ថតអញ្ចឹងទៅណាបងប្អូនស្រាប់តែពេលហ្នឹងគាត់ក៏បានលឺសូរសំឡេងគេជន់ស្លឹកឈើនៅពីក្រោយគាត់លឺប្រោកវាមិនមែនជាសំឡេងសត្វកំប្រុកដង្ហែនឬក៏សត្វអីមួយដែលដើរពីក្រោយគាត់ទេបើតាមគាត់ប្រាប់ណាគាត់ថាគឺជាសំឡេងដានជើងមនុស្សដើរតែម្ដងហើយដើរហ្នឹងគឺដើរនៅពីក្រោយឡើងប្រប់អញ្ចឹងទៅដំបូងគឺគាត់អត់បានចាប់អារម្មណ៍ថានោះគឺជាសំឡេងខ្មោចលងគាត់ទេដោយសារតែគាត់នឹងគិតថាសង្ស័យតែក្រុមការងាររបស់គាត់នឹងគឺនៅពីក្រោយដល់មែនទែនទៅណាគាត់ក៏បានគិតថាក្រុមការងាររបស់គាត់មកតែគ្នា3នាក់ទេហើយមុននឹងនិយាយគ្នាហ្នឹងគឺក្រុមការងាររបស់គាត់ហ្នឹងណាគឺនៅចាំនៅគល់ឈើ2នាក់ឡើងលើដើមឈើម្នាក់អញ្ចឹង3នាក់ហ្នឹងគឺគ្រប់ហើយចុះអ្នកណាគេនៅពីក្រោយគាត់ដោយគ្រាន់តែគិតអញ្ចឹងភ្លាមណាបងប្រុសគាត់ថាស្រាប់តែតិចឆ្អឹងខ្នងតែម្ដងហើយគាត់ក៏បានឈប់ត្រឹងនៅនឹងកន្លែងមួយហ្នឹងហើយគាត់ណាក៏បានងាកទៅមើលក្រោយដោយងាកនឹងងាកសន្សឹមធម្មតាដោយសារតែយើងថតរឿងខ្មោចផងហើយទូរស័ព្ទដៃកំពុងតែកាន់នៅជាប់នឹងខ្លួនផងក៏មានជាភ្លើងដែរអញ្ចឹងហើយគឺគាត់បែរទាំងកាមេរ៉ាគឺបែរទាំងភ្លើងពេលហ្នឹងពេលដែលគាត់បែរមកណាគឺគាត់អត់មានឃើញអីទាំងអស់របៀបថាអត់មានឃើញអ្នកណាក្រៅពីផ្លូវហើយជាពីផ្លូវទៅងងឹតអីចឹងទៅអត់មានឃើញទេសូម្បីតែគាត់ឆែកនៅក្នុងទូរស័ព្ទដៃរបស់គាត់ណាក៏អត់មានថតជាប់អ្នកណាដែរដោយសារតែគាត់អត់មានឃើញអ្នកណាអញ្ចឹងគាត់មានគំនិតគិតនៅក្នុងចិត្តហើយគាត់គិតថាតិចថាមានខ្មោចលងមែនតែនទៅខ្មោចលងគាត់មែនតែនអញ្ចឹងណាហ្នឹងហើយដោយថាមិនអែអង្យូរទេគឺគាត់បញ្ញាប់ធ្វើដំណើរទៅមុខទៀតដោយពេលហ្នឹងណាគឺគាត់អត់ដើរទេរបៀបថាគាត់រត់ម្ដងគាត់រត់តែរត់ហ្នឹងគឺរត់បែបស្រែកហៅគេផងអញ្ចឹងណាហើយក្រុមការងាររបស់គាត់ហ្នឹងរបៀបថាអ្នកដែលនៅចាំគល់ឈើ2នាក់ហើយអ្នកឡើងឈើ1នាក់ដែលសម្ដែងធ្វើជាខ្មោចហ្នឹងណាគឺគាត់អត់ចាប់អារម្មណ៍ថាបងប្រុសត្រូវបានខ្មោចលងទេដោយសារតែគាត់ចាប់អារម្មណ៍ថាបងប្រុសហ្នឹងគាត់ឲ្យបញ្ចេញបានន័យថាឲ្យធ្វើសកម្មភាពជាខ្មោចលងអញ្ចឹងណាឲ្យបញ្ចេញសកម្មភាពហ្នឹងអញ្ចឹងគេប្រឹងសម្ដែងនៅនោះទៅហើយគាត់រត់ពីនេះទៅដោយសារតែគាត់ខ្លាចផងណាពេលនោះគឺគាត់រត់អត់មានចាប់អារម្មណ៍ថាផ្លូវតាមណាគ្នាគាត់នៅតាណានៅតាណីឯងបានន័យថារត់ទាំងប៉ាត់ពេញរត់ទាំងវែងអញ្ចឹងទៅហើយក្រុមការងាររបស់គាត់ណាក៏ឃើញដែរដោយឃើញថាភ្លើងគោមដែលបងប្រុសជាអ្នកថតនឹងគាត់ពាកនឹងក្បាលណាចេះតែប៉ាត់ពេញកវីកវត្តពេញព្រៃអញ្ចឹងទៅអញ្ចឹងហើយក្រុមការងាររបស់គាត់ក៏ស្រែកហៅប៉ុន្តែបងប្រុសគាត់បានប្រាប់ថាពេលដែលក្រុមការងារគាត់ហៅហ្នឹងគឺគាត់អត់លឺទេរហូតតតែគាត់ហ្នឹងរត់ចុះរត់ឡើងរហូតធ្លាក់ចំអាគល់ឈើដែលក្រុមការងារគាត់នៅរបៀបថានៅហ្នឹងហើយពេលដែលឃើញបងប្រុសដែលអ្នកថតហ្នឹងគាត់ទៅហេបទៅហប់អញ្ចឹងទៅក្រុមការងារហ្នឹងគាត់ក៏បានសួរថាមានរឿងអីកើតអីអញ្ចឹងទៅស្រាប់តែពេលហ្នឹងបងប្រុសគាត់ថាថ្ងៃហ្នឹងគឺមិនបាច់ថតទេយើងទៅផ្ទះទៅអីវិញទៅពេលដែលគាត់ត្រឡប់ទៅផ្ទះណាគាត់ក៏បាននិយាយរឿងហ្នឹងប្រាប់ទៅកាន់ក្រុមការងារគាត់តែគាត់បានប្រាប់ថាកំឡុងពេលដែលគាត់ចាប់ផ្ដើមថតហ្នឹងណាស្រាប់តែគាត់ហ្នឹងឮសូរសំឡេងសម្រាប់ជើងមានមនុស្សនេះដែលដើររបៀបថាដើរមកពីក្រោយគាត់ដោយដំបូងឡើយហ្នឹងគឺគាត់ចាប់អារម្មណ៍ស្មានថាក្រុមការងារប៉ុន្តែពេលដែលគាត់ងាកមើលទៅណាគឺអត់ឃើញទេលើសពីនេះទៅទៀតពេលដែលគាត់ឆែកមើលនៅក្នុងទូរស័ព្ទដៃដែលគាត់ចុចថតណាក៏មិនមានជាប់ដែរប៉ុន្តែពេលដែលគាត់ធ្វើដំណើរចាក់ចេញបោះជំហានមួយក៏ស្រាប់តែសម្រាប់នៃជើងហ្នឹងណាក៏វាលាន់លឺម្ដងទៀតហើយមិនត្រឹមតែប៉ុណ្ណឹងទេថែមទាំងលឺសូរសំឡេងរបៀបថាខែមអីចឹងណាស្រាប់តែពេលដែលគាត់ងាកមើលម្ដងទៀតគឺអត់មានឃើញទេអញ្ចឹងហើយបានជាគាត់ហ្នឹងរត់ចាក់ចេញពីកន្លែងហ្នឹងគឺរត់យ៉ាងទៅហែបទៅហប់តែម្ដងខ្ញុំឆ្ងល់តែកន្លែងនេះមួយឯងបងប្អូនគាត់គឺជាអ្នកថតរបៀបថាថតរឿងសម្ដែងរឿងខ្មោចអញ្ចឹងណាខ្ញុំឆ្ងល់ថាហេតុអីបានជាគាត់អត់មានគ្នានៅជាមួយនៅអីចឹងទៅដែលខ្ញុំតែងតែឮគេនិយាយថាខ្ញុំនិយាយពីសិល្បករចំនួនមុនណាគាត់និយាយថាថតចោះថតឡើងគឺមានពិតគឺឡងពិតហ្មងខ្មោចហ្នឹងគឺរបៀបថាជាខ្មោចពិតដែលឡងវាមិនមែនជាខ្មោចខ្លែងខ្លាយខ្ញុំចាប់អារម្មណ៍មានកន្លែងshowមួយដែលគាត់បាននិយាយថា
ពេលដែលគាត់ថតគឺប្រហែលជាថតនៅកំពង់ចាមបើតាមខ្ញុំចាំណាគាត់ថាថតរឿងខ្មោចអូអត់ជាស្រ័យមិនកំពង់ចាមទេប៉ុន្តែគាត់ថាថតរឿងខ្មោចគាត់ថាទូសម្ដែងខ្មោចហ្នឹងណាគឺគេរបៀបថាគេរៀបចំសម្ដែងគេឲ្យឡើងដើមឈើរួចហើយរបៀបថាយើងថតឲ្យឃើញខ្មោចចេញពីដើមឈើណាស្រាប់តែពេលហ្នឹងផលិតករគាត់ចាប់ផ្ដើមថតគាត់ក៏បានឃើញខ្មោចមួយទៀតនៅក្បែរគាត់ដំបូងគាត់មិនបានគិតថាគឺជាខ្មោចគឺជាអីទេដំបូងនេះគាត់គិតថាសង្ស័យតែជាអ្នកភូមិអញ្ចឹងណាពីព្រោះថាដឹងហើយបងប្អូនយើងធម្មតាតែកាលណាគេថតរឿងថតអីអញ្ចឹងយើងអ្នកស្រុកអ្នកភូមិគឺតែតែចង់ដឹងហើយអញ្ចឹងដោយសារតែយើងចង់ដឹងអញ្ចឹងយើងក៏នាំគ្នាទៅមើលហើយពេលហ្នឹងគាត់ក៏បានឃើញអញ្ចឹងគាត់ស្មានថាបើមិនមែនខ្មោចទេគឺអ្នកភូមិអ្នកឯងនឹងឯងដែលគាត់មកអង្គុយមើលមកអង្គុយអីចឹងទៅពេលដែលគាត់ក៏លេចមើលម្ដងណាគឺបានឃើញប៉ុន្តែពេលដែលគាត់ក៏លេចមើលម្ដងទៀតហ្នឹងគាត់អត់បានឃើញទេហើយពេលហ្នឹងឯងគាត់សន្និដ្ឋានថាគឺមិនមែនអ្នកភូមិទេបើអ្នកភូមិមិនមែនស្លៀកខោអាវសញ្ញៈរបៀបថាមើលទៅវាដូចខ្មោចដែលគាត់សម្ដែងនឹងដែរដូចគេសម្ដែងនឹងដែរអញ្ចឹងគាត់ថាហ្នឹងឯងខ្មោចទេមិនមែនអ្នកភូមិទេអញ្ចឹងមកខ្ញុំចាប់អារម្មណ៍កន្លែងហ្នឹងខ្ញុំគិតថាបងប្រុសប្រហែលជាគាត់អត់បានគិតដល់ចំណុចហ្នឹងបានជាគាត់អ្នកកាន់កាមេរ៉ាតែម្នាក់ហើយទៅជាកន្លែងខ្មោចឡើងដើមឈើទៅមានគ្នាវិញអញ្ចឹងទៅអញ្ចឹងរឿងរ៉ាវទី1ដែលគាត់បានជួបប្រទេសនេះណាគឺវាប៉ុណ្ណឹងឯងប៉ុន្តែរឿងគឺមានទៀតដោយសារតែគាត់ហ្នឹងគឺជួបទៀតប៉ុន្តែម្ដងនេះមិនមែនថាគាត់ជាអ្នកជួបទេគឺជាក្រុមការងាររបស់គាត់ណាជាអ្នកជួបនិយាយទៅដូចជាទូសម្ដែងទូអីហ្នឹងទៅជាអ្នកជួបហើយទូសម្ដែងម្នាក់ហ្នឹងគឺគាត់អត់មិនមែនជាមនុស្សពេញវ័យឬក៏មនុស្សធំទេគឺគាត់ជាកូនក្មេងរបៀបថាគាត់ធ្វើដូរទូដូរអីសម្ដែងអញ្ចឹងទៅគាត់ថាថ្ងៃហ្នឹងគាត់បាននាំទូហ្នឹងទៅថតនៅនឹងព្រៃខ្មោចដែរហើយពេលដែលទៅថតនឹងព្រៃខ្មោចអញ្ចឹងពេលដែលថតគ្រប់សកម្មភាពគ្រប់អីដែលសម្ដែងហ្នឹងណាគឺអត់មានជួបអីឬក៏ឃើញអីទេប៉ុន្តែគាត់ថាចេះបើទោះបីជាពេលថតពេលសម្ដែងហ្នឹងវាអត់មានជួបអីមែនរឿងរ៉ាវវាជួបនៅពេលដែលគាត់ត្រឡប់មកវិញគាត់ថាពេលដែលក្មេងនឹងត្រឡប់មកដល់ផ្ទះគឺចាប់ផ្ដើមយំស្រែកមករបៀបថាមនុស្សដែលនិយាយដឹងខុសដឹងត្រូវអាយុ10ឆ្នាំជាងមិនមែន14ទេ11 12អញ្ចឹងទៅដែលយើងអាចនិយាយស្ដាប់គ្នាបានណាប៉ុន្តែក្មេងនេះគឺអត់ទេនិយាយទៅគឺបដូរអត្តចរិតបែបកាយអញ្ចឹងដំបូងឡើយគឺគាត់អត់ចាប់អារម្មណ៍ទេគាត់ក្រែងថាក្មេងនឹងវាស្រែកលេងវាយំលេងអញ្ចឹងណាព្រោះថាសំដែងគ្នាមួយថ្ងៃហើយនោះសំដែងគ្នានៅប្រហែល show ហើយដល់ពេលអញ្ចឹងគាត់ក៏មិនបានចាប់អារម្មណ៍ដែរប៉ុន្តែក្មេងហ្នឹងណាគឺគាត់ចាប់ផ្ដើមស្រែកកាន់តែខ្លាំងទៅបើទោះបីជាគេហាមគេប្រាមអញ្ចឹងថាកុំឲ្យស្រែកពីព្រោះថាយប់ហើយគេថាអ្នកស្រុកអ្នកភូមិណាគឺគាត់សម្រាប់អីហើយស្មើនឹងប៉ុន្តែអត់ទេក្មេងហ្នឹងគឺអត់ស្ដាប់ទេគាត់នៅស្រែកយំទៅវេទៅវ៉ាពេញហ្នឹងទៅដោយឃើញអាការៈបែបហ្នឹងគាត់សង្ស័យដោយសារតែគាត់ថតរឿងខ្មោចថតអីហើយគាត់អត់មានអុជធូបអុជទៀនឬក៏សុំម្ចាស់ទឹកសុំម្ចាស់ដីឬក៏ប្រាប់ទៅលើអ្នកណាអ្នកណីទេអញ្ចឹងគាត់ក៏សង្ស័យគាត់ថាកូននឹងតិចខ្មោចមកតាមទៅគាត់និយាយអញ្ចឹងណាមិននិយាយគាត់នៅឃើញហ្នឹងចឹងកូននឹងតិចខ្មោចមកតាមទៅស្រាប់តែពេលហ្នឹងក្មេងនេះគឺសម្លឹងមកគាត់ប្រហើយរបៀបថាគាត់នឹកឯណាគឺគាត់អត់តនិយាយទេក្មេងហ្នឹងគឺសម្លឹងមកគាត់ហើយគាត់ស្ងាត់ហើយគ្រាន់តែក្មេងនឹងសម្លឹងមុខគាត់ថាមិនមែនជាកូនចៅគាត់ទេមិនមែនជារបៀបថាមិនមែនជាអ្នកដែលគាត់ធ្លាប់ស្គាល់កសែផ្នែកមួយហ្នឹងគឺកាចខ្លាំងមែនទែនហើយសាហាវខ្លាំងមែនទែនស្របពេលជាមួយនឹងគ្នានោះដែរណាដៃរបស់គាត់ស្រាប់តែព្រឺសបល់គីងគក់ទាំងជើងទាំងដៃព្រឺតិចតែម្ដងបើទោះបីជាគាត់មានគ្នាច្រើនណាវាមិនមែនច្រើនទេគាត់ថាមាន 2-3 នាក់អីដែរអញ្ចឹងណារួមផ្សំទាំងក្មេងនឹងទៀតក៏គាត់នៅតែខ្លាចដែរហើយគាត់ក៏បានហៅឈ្មោះក្មេងហ្នឹងណាតែក្មេងហ្នឹងអត់ឆ្លើយទេគាត់ហៅ2-3ម៉ាត់អត់ឆ្លើយទេពេលដែលក្មេងនឹងអត់ឆ្លើយហើយក៏របៀបថាក្រោយពេលអត់ឆ្លើយអញ្ចឹងយើងមិនសង្ស័យថាខ្មោចចូលខ្មោចមកតាមហើយអញ្ចឹងមានតែបញ្ញាយកទៅផ្ទះយកទៅអីអញ្ចឹងពេលហ្នឹងគាត់ប្រលូងគាត់ថាតោះទៅផ្ទះយើងអញ្ចឹងទៅក្មេងហ្នឹងក៏អត់មាត់អត់កអីទាំងអស់វាស្រែកក៏នៅតែស្រែកគាត់ថាវាដើរតាមរបៀបថាវាដើរតាមអញ្ចឹងណាហ្នឹងហើយដើរតាមយើងអញ្ចឹងទៅហើយបងប្រុសគាត់ថាចេះគាត់ខ្សឹបប្រាប់គ្នាគាត់ថាអត់ស្រួលទេចឹងត្រូវបញ្ញាប់យកទៅផ្ទះហើយពេលមកដល់ផ្ទះណាគាត់ក៏បានប្រាប់ម៉ែឪក្មេងហ្នឹងទៅតាមដំណើររឿងទៅតាមអ្វីដែលគាត់បានជួបប្រទះទាំងអស់ហើយគាត់ក៏បានប្រាប់ថាឲ្យរកចាស់ទុំគេមកជួយបែបបនស្រន់ទៅ
ក្មេងនឹងច្បាស់ជាមានគេចូលគេអីពេលហ្នឹងណាបងប្អូនក្រោយពេលដែលថាបងប្អូនឮសំឡេងអីហ្នឹងប្រហែលជាអត់សូវឮព្រោះខ្ញុំនឹង remove សំឡេងរំខានចោលគឺខណៈពេលនេះឆ្កែកំពុងតែលូពេលដែលខ្ញុំកំពុងតែនិយាយរឿងហ្នឹងណាបងប្អូនកំពុងតែលូវេលាម៉ោង9ជាងហើយម៉ោងស្មើនេះហើយចនិច្ចការគឺតែងតែលូឲ្យទៅដល់ស្មើហ្នឹងគឺលូហើយអញ្ចឹងវាក្រែសាច់រឿងបន្តិចប៉ុន្តែឲ្យតែខ្ញុំនិយាយម្នាក់ឯងស្ងាត់និយាយរឿងខ្មោចអញ្ចឹងគឺមិនអត់ទេច្បាស់ជាមានទេបងប្អូនយើងចូលមកកាន់សាច់រឿងយើងវិញក្រោយពេលដែលថាក្មេងហ្នឹងគឺគាត់អត់អាការៈបែបហ្នឹងឪពុកម្ដាយគេហ្នឹងក៏បានពឹងចាស់ពឹងទុំដើម្បីមកបែមកបន់មកស្រន់ឲ្យចេញពេលដែលក្មេងហ្នឹងបែបន់ចេញហើយប៉ុន្តែណាបងប្អូនរឿងមួយដែលគាត់នៅជួបប្រទេសទៀតគឺគេអត់ទៅណារបៀបថាគេនៅវិលវល់ក្បែរក្មេងហ្នឹងពីមុនថាកោងកាចថាធ្វើឲ្យគេខ្លាចអីចឹងទៅប៉ុន្តែពេលដែលចេញទៅណាគឺអត់អញ្ចឹងទេគាត់របៀបថាអត់ហ៊ានសូវបើកភ្នែកប្រហែលទេដោយសារតែគាត់បើកភ្នែកច្បាស់ជាគាត់យំស្រែកហើយគាត់ថាមានគេនៅក្បែរខ្លួនគាត់ច្រើនមែនតើមិនតិចទេណាហើយអ្វីដែលគាត់បានជួបប្រទេសហ្នឹងរហូតទៅដល់2ថ្ងៃបានមានដំណោះស្រាយបានន័យថារឿងរ៉ាវរបស់គាត់ដែលថាឃើញយំហ្នឹងគឺតតែ2ថ្ងៃហើយ2ថ្ងៃនឹងទៀតគឺត្រូវលក្ខណៈថាអាណាព្យាបាលគាត់នឹងឬក៏ពុកម៉ែរបស់គាត់នឹងយកគាត់នឹងទៅចូលវត្តដើម្បីនិមន្តព្រះសង្ឃស្រោចទឹកឬក៏គេហៅថាចាក់ទឹកអញ្ចឹងណាចាក់ទឹកតាមតំបន់នេះតំបន់ខ្លះចាក់ទឹកតំបន់ខ្លះស្រោចទឹកអញ្ចឹងទៅតែបើយើងនិយាយថាស្រោចទឹកគឺត្រូវជាងចឹងក្មេងហ្នឹងក្រោយពេលដែលថាត្រូវស្រោចទឹកស្រោចអីទឹកមុនរបស់គ្រូរបស់ព្រះគ្រូចាអធិការអញ្ចឹងទៅក៏វាបានរបៀបថាបានធូរស្បើយរហូតតទៅជាវាទៅហើយបងប្រុសគាត់បានប្រាប់ថាអញ្ចឹងតាំងពីក្មេងៗដែលគាត់នាំទៅថតជួបអញ្ចឹងណាគឺគាត់អត់ចង់ឲ្យមានរឿងអញ្ចឹងបន្តទៀតទេបានន័យថាគឺគាត់លេងហើយកូនក្មេងលេងអីបើទោះបីជាកូនក្មេងចង់ទៅក៏គាត់អត់ឲ្យទៅដែររបៀបថាកូនក្មេងចង់ទៅដោយសារបានលុយពេលដែលគាត់ថតរឿងហ្នឹងគាត់ឲ្យលុយឲ្យអីអញ្ចឹងទៅហើយក្មេងៗតាមស្រុកស្រែជនបទគឺគាត់ទៅការរកលុយមិនដូចអ្នកទីក្រុងគឺគាត់ទៅការរៀនសូត្ររៀនអីទេសំណាងខ្លាំងមែនតើសម្រាប់អ្នកទីក្រុងណាសម្រាប់អ្នកជនបទគឺគាត់ភាគច្រើនហ្នឹងគឺតម្រូវការរបស់គាត់គឺលុយយកលុយមកមានលុយបានទៅរៀនបានហើយរហូតមកដល់ពេលនេះណាការផលិតរឿងខ្មោចដែលមាន 4-5 channel របស់គាត់ហ្នឹងណាគឺគាត់ហ្នឹងបានកាត់បន្ថយហើយដោយសារតែគាត់មិនសូវជាបានថតទេហើយដោយសារតែគាត់ឧស្សាហ៍នៅក្នុងការជួបរឿងរ៉ាវបែបហ្នឹងពេកហើយក៏បានបដូរ content មករបៀបថាសម្ដែងរឿងធម្មតាហ្នឹងខ្លះទៅព្រោះថា channel របស់គាត់ការពីផ្ទុះហ្នឹងគឺមានអ្នកមើលខ្លាំងហើយគាត់អូស channel របៀបថាអូសពីមួយទៅមួយបាន 4-5 channel អញ្ចឹងទៅហើយឥឡូវគាត់ក៏បដូរមាតិកាមកផលិតជារឿងធម្មតាខ្លះជារឿងខ្មោចខ្លះអញ្ចឹងសម្រាប់គេអ្នកដែលរកបានណាគឺគេប្រឹងរកខ្លាំងមែនទែនជាមួយនឹង YouTube ពីព្រោះថា channel 4-5 អញ្ចឹងតិចបំផុតក៏ 1000-2000 ដែរមួយខែណាហើយសម្រាប់ខ្ញុំដោយសារតែខ្ញុំចោលពេញមួយខែពេញតែម្ដងការពីរដូវកាលបុណ្យភ្ជុំបិណ្ឌដោយសារតែខ្ញុំផ្ដាសាយផងខ្ញុំសអកផងខ្ញុំតឹងច្រមុះខ្ញុំនិយាយអត់ចេញធម្មតាទេដែលយើងរកស៊ីនឹងសំឡេងហើយកាលណាដែលនិយាយអត់ចេញគឺយើងធ្វើមិនឬក៏រីអាប់ឡូតវីដេអូចាស់របស់យើងអញ្ចឹងគឺអត់មានអ្នកទស្សនាទេអញ្ចឹងយើងត្រូវតែផលិតថ្មីហើយមួយទៀតឧបសគ្គដ៏ធំហ្នឹងគឺ channel ចាស់របស់ខ្ញុំដែលមានអ្នក subscribe ហ្នឹងគឺចំនួន 20k ស្មើនឹង 20000 នាក់ដែលគេ subscribe ណាគឺត្រូវបានជួនអានិមិកហ្នឹងគឺគាត់ hack យកទៅលក់ hack យកទៅប្រើប្រាស់បាត់ទៅអញ្ចឹងខ្ញុំហាក់បីដូចជាបាត់បង់ដៃទាំងគូតែម្ដងរហូតមកដល់ពេលនេះគឺខ្ញុំបានប្រម៉ែប្រមូលធ្វើនៅ channel ថ្មីដោយដាក់ឈ្មោះហ្នឹងគឺស្តៀងឈ្មោះគេពេកឈ្មោះបងប្រុសដំណាលពេកណាគឺធ្វើឲ្យគេមានការយល់ច្រឡំធ្វើឲ្យមានបងប្អូនយើងមួយចំនួនមានការយល់ច្រឡំហើយ comment ជេរពឺតតែម្ដងដែលធ្វើឲ្យយើងមានសតិអារម្មណ៍មួយសាទៅបញ្ហាអារម្មណ៍ហ្នឹងគឺមួយសាទៅរហូតត្រូវដូរឈ្មោះមកខ្លួនឯងហើយក៏ស្រាប់តែធ្លាក់ view ធ្លាក់អីទៀតឥឡូវហ្នឹងក៏មានបញ្ហាអារម្មណ៍ហ្នឹងមួយម្ដងទៀតទៅប៉ុន្តែមិនធ្វើទេបងប្អូនបើទោះបីជាជួបឧបសគ្គច្រើនយ៉ាងនេះក្តីដើម្បី fan ដែលគាត់តែងតែនិយមតាមដាននិងគាំទ្រគឺខ្ញុំមិនបោះបង់ចោលនៅការផលិតមាតិកានេះឡើយអញ្ចឹងខ្ញុំនឹងព្យាយាមបើទោះបីជាគ្មានអ្នកទស្សនាមានអ្នកទស្សនាយ៉ាងណាក្តីខ្ញុំនឹងព្យាយាមដើម្បីបងប្អូនទាំងអស់គ្នា
អរគុណច្រើនចំពោះការតាមដានស្ដាប់ហើយជាចុងក្រោយក៏សូមជូនពរបងប្អូនយើងមានសុខភាពល្អរកស៊ីទទួលទានមានបានធ្វើដំណើរទៅណាមកណាសូមឲ្យជួបសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញជូនពរឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការដែលមានអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាឡើយគណៈពេលនេះវត្តមានខ្ញុំបានសូមអរគុណនិងសូមគោរពលា